Hello សួស្តីអ្នកទាំងគ្នាជំរាបសួរគ្រូថ្ងៃនេះខ្ញុំបានមកគំនិតឆេនថ្ងៃខ្ញុំធ្វើការបង្ហាញពី Linux Basic Command ខ្លះដែលយើងត្រូវដឹងនៅក្នុង Linux ហើយ command អស់នោះវាមានដូចជានៅខាងក្រោមនេះគឺ command ចំពោះ file handling directory navigation ហើយចំពោះcommand តបងនេះគឺ pwd គឺសរនៅ current directory ដែលយើងបានកំពុងនៅនឹងដែលយើងបានឃើញហ្នឹង directory ខ្ញុំកំពុងនៅគឺ folder ឈ្មោះ chin ហើយ ls ហ្នឹងគឺ list នៅ directory យើងដែលមានហើយ ls ដែលយើងចាំបាន detail គឺ ls.l ដែលវាបង្ហាញនៅ detail ហើយបើយើងអត់ចង់ឃើញលេខច្រើនដូចជា4096អញ្ចឹងយើងចង់បានវាប្រកួតដាក់ canopy coil ស្រួលមកយើងទៅវាយ ls.la នេះដែលវាដូរពី496ទៅជា 4k ដែលវាស្រួលជាងមុនបន្តមកគឺ cd គឺសម្រាប់ change directory ដែលខ្ញុំធ្វើការ change ទៅឥឡូវខ្ញុំពុំនៅ folder ឈ្មោះ change បន្តមកខ្ញុំធ្វើការ change ទៅ su35 នេះឥឡូវខ្ញុំពុំនៅ su35 ហើយបន្តមកខ្ញុំចង់ចេញពី su35 ទៅ change វិញខ្ញុំគ្រាន់តែចុចខាង cd enter នេះខ្ញុំនៅ change វិញនៅ folder change បន្តមកខ្ញុំចង់ទៅយើងប្រើ command នេះដើម្បីទៅ cd អានេះយើងសម្រាប់ទៅ root ជួយការ list មើលនេះវាកំពុងនៅក្នុង root ដើម្បីចេញនេះខ្ញុំចុច cd enter យើងមក directory ដើមយើងវិញហើយបន្តមកយើងទៅកាន់ file operation ដែលមាន command ខ្លះដូចជា touch គឺយើងប្រើសម្រាប់ create នៅ file ក៏ create នៅ file ផ្សេងៗឥឡូវខ្ញុំធ្វើការ create នៅ file មួយដែលខ្ញុំ touch ខ្ញុំ create នៅ file su4 មួយ su4.tt ដើម្បីខ្ញុំធ្វើការ list វា ls.la នេះដូចយើងឃើញអញ្ចឹងគឺនៅខាងក្រោមគេគឺនេះ su4.tt ហើយចំពោះ icon នេះគឺយើងប្រើសម្រាប់សរសេរនៅ text សរសេរនៅ icon យើងដាក់មានកណ្ដាល2សរសេរមក hello ctext នេះហើយចំពោះ cat file name វិញគឺវាសម្រាប់ show content ដែលមានសម្រាប់ show file ដែលមាននៅក្នុង folder ដែលមាននៅក្នុង directory ហ្នឹងហើយខ្ញុំធ្វើការចូលទៅក្នុងsu35 បន្តមកខ្ញុំធ្វើការលេខទៅ file ខ្លះនេះមាន file day1 hello.tt យ៉ាងទៅខ្ញុំធ្វើការ check តា file របស់ខ្ញុំមួយហ្នឹងវាមានស្អីខ្លះនៅក្នុង folder មួយហ្នឹងខ្ញុំធ្វើការ save cat ដើម្បីយើងសេឈ្មោះ file របស់យើង hello.tt នេះមាន ctext my name is cat and ctext ហើយចំពោះcommand បន្តទៀតគឺ cp source destination copy file អញ្ចឹងcommand មួយហ្នឹងគឺយើងប្រើសម្រាប់ copy នៅ copy file នៅក្នុង folder មួយដាក់ទៅក្នុង folder មួយទៀតហើយ command cp source destination ហ្នឹងគឺយើងប្រើសម្រាប់ copy នៅ file នៅក្នុង folder មួយដាក់ទៅក្នុង folder ទៀតឧទាហរណ៍ចូលទៅក្នុង file su35
ច្រើនតើឥឡូវខ្ញុំធ្វើការខ្ញុំចង់ឲ្យមាន folder ពីសាISO30 35ខ្ញុំធ្វើការខ្ញុំចង់ copy នៅ folder របស់ file នៅក្នុង ISO35 នេះដាក់ទៅក្នុង ISO30 ឥឡូវ copy នៅ file hello មកចុះធ្វើការចុច cp hello.txt ហើយយើងដាក់ file destination sorry cp hello.txt file destination home ជាងតមកយើងដាក់ចូលទៅក្នុង folder ដែលយើងដាក់ចូលគឺ ISO30 តោះមកយើងចូលទៅកាន់ folder ISO30 ដើម្បីមើលនេះអូវេបសិននេះដែលយើងមាន file មួយដែលមានឈ្មោះថា hello.txt ការ show ថាមានអត់ក្នុង file ហ្នឹងមានអីអត់and it was scan in state តោះនេះទៅកាន់ folder បន្តដែលមានOM នេះគឺយើងក៏សម្រាប់ delete file ហើយខ្ញុំធ្វើការ delete file hello.txt ហ្នឹងនៅក្នុង folder របស់ ISO30 ហ្នឹងOM ដល់ lập này click vào đấy tập mới dương từ căn comment bắt tập comment nàyคือ comment directory operator ដែលយើងមានKDR គឺ create directory ហើយគឺ remove directory ហើយនេះគឺ delete directory ជាមួយយើង delete folder ជាមួយនឹង file ដែលមានក្នុង folder ហ្នឹងតោះឥឡូវយើងធ្វើការ create នៅ folder មួយទៀត KDR su dot តាមជាទៅមកយើង sphere នេះយើងឃើញហើយ su អូ su 20 su 20នៅក្នុងនោះបងយើងធ្វើការចំសការ remove folder យើងចេញវិញจะใส่នៅที่ដាក់ say om dir su 20នេះយើង delete ចាប់ទៅទៅវា delete មិនអត់នេះតតាសូម delete បាត់ហើយហើយ key បន្ទាប់គឺ om dot o គឺបានន័យថា key នេះគឺ command នេះគឺសម្រាប់ delete folder ដែលមាន content នៅក្នុងនោះហើយយើងធ្វើការ delete ISO ឡើងខ្ញុំចង់ delete ISO30 មិនចេញឥឡូវខ្ញុំធ្វើការ copy file និង create file អីទៅក្នុង ISO30 ហ្នឹងដើម្បីយើង delete ទៅថាវាទៅឬក៏មិនទៅហើយខ្ញុំធ្វើការ create file ទៀត file ISO30 folder ISO30 ចោលคลิปតើយើងធ្វើការ list វាបាត់ហើយ folder ISO30 យើងឃើញអញ្ចឹងហើយចំពោះคลิปបន្តទៀតចា
គឺ system information ហើយចំពោះ key នេះគឺ basic key នេះពួក MI នេះគឺចាំថា user យើងកំពុងនៅ user ឈ្មោះអី user ឈ្មោះ Chin ហើយក្នុងតទៀតចាំឈ្មោះ host name ជួយយូរទៅហើយ dh.h នេះគឺយើង pass សម្រាប់មើលនៅមើលទៅលើ storage នៅក្នុងមើល file នៅក្នុង storage របស់យើងថាយើងមើលទៅមុខ storage យើងថាយើងប្រើអស់ប្រមាណហើយនេះដែលយើងឃើញជា size មាន use size យើង390 90M ដែលយើងប្រើអស់ 1.1 ហើយ available សល់ 389 ទៀតហើយបន្តមក comment បន្តទៀតគឺ free ដល់អីគឺយើងមើលសម្រាប់មើលទៅ info របស់ memory របស់យើងហើយនេះ storage របស់ខ្ញុំគឺមាន total គឺ 3.8G ដែលយើងប្រើអស់ 446 មេហើយវាមាន free ចំពោះ 2.6 ជាងឯងស្វាមហ្នឹងគឺជា storage ដែល hard disk ដែលយើងយកចេញពីជា storage ដែលយកចេញពី hard disk របស់យើងគឺប្រើសម្រាប់ backup ហើយចំពោះ common មួយទៀត hot គឺយើងប្រើសម្រាប់ running process របស់យើងឃើញចឹងហើយអាលីជាប់ទីចង់ដឹងជាងចង់បិទនៅfile កំពុងដើរនេះយើងធ្វើអត់ការយើងថាបិទវាចឹងគ្រាន់តែចុច Ctrl C បិទវាឯងហើយបន្តមកយើងទៅ command បន្តទៀតគឺ text processing and search នេះគឺយើងប្រើនៅ grep ហើយចំពោះ command grep នេះគឺវាដូចជានឹង select ដែរដូចជាប្រើ SQL គឺយើងប្រើសម្រាប់ search drop text ក៏ file ក៏ folder អីចឹងទៅឥឡូវទីឲ្យជួយការមកទៅយើងប្រើជាមួយនេះ s.l8 file ចឹងចង់ចង់ directory ឥឡូវយើងប្រើ s.l8 CLS.8 grep dr យើងใส่ dr មកវា suggest មកនេះមាន dr review ជាតែនឹងទៅកន្លង ចង់មក file ផ្សេងទៀតចាំអស់ file grep នេះគឺយើងប្រើដូចផ្នែកសម្រាប់ select ទីក្នុង SQL នេះវាជាសម្រាប់នៅ file ក៏ folder ណាដែលមានឈ្មោះដែលមានឈ្មោះអក្សរណាមួយចឹងទៅដែលមានអក្សរនៅក្នុងនេះចឹងទៅហើយ command បន្តទៀតគឺនេះគឺ command network command ដែលមានដូចជា ping Google ហើយយើងប្រើសម្រាប់ ping มันก็พิมพ์ในยูทูบตามก็ตามพิมพ์คือจบคือในดาเราจัง
bây giờ dương trong thua bị chốt được dương gặp một lần chứ cứ dương phờ nếu nè sụp khá là dương phờ control C đồng bị stop command control C hay control R là với clear là dương sẽ sẽ clear dương đấy đi vào shortcut control R click clearต่อมาคือ command IP DADDR คือយើងផលសម្រាប់បង្ហាញនៅ IP address របស់យើងនេះឃើញចឹងដែល IP address យើងគឺ 10.0.2 មាន100.0.1 ជាមួយទៅhay file នេះគឺយើងប្រើសម្រាប់ download file ហើយ SSH នេះគឺយើងប្រើសម្រាប់ connect remote ហើយ file បន្តទៀតគឺអានេះយើងស្គាល់ហើយគឺយើងចង់ដំបូងគឺយើងត្រូវទៅប្រើវាមកគឺ sudo ចាស់គឺជួយការ check ទៅ update password របស់យើងour package is up to date